Ngàyនេះhaនៅមិននៅឃ្លានលុកលាក់បងប្អូនហើយបើតែក្នុងធុងតកទៅគឺឃើញសាច់គោមកចាប់ហើយទៅសក់ហើយនឹងសាឡាត់ពេញប៉ោះអីគឺមានរួចរាល់ជាស្ការស្រេចហើយគាត់តែចំណាយពេលវេលាត្រឹមតែ10នាទីគឺបានញ៉ាំឲ្យលុកលាក់ខ្ញុំណាបងប្អូនហើយបើសិនជាបងប្អូនអត់ជឿទេបងប្អូនអាចសាកបានតែសម្រាប់បងប្អូនណាដែលធ្លាប់ហើយគឺគាត់មិនបាច់សាកទេក៏គាត់ដឹងដែរមែនទេបងប្អូនឥឡូវយើងមកមើលគ្រឿងផ្សំនេះទាំងអស់គ្នាមានដូចនៅក្នុងវីដេអូណាបងប្អូនមានទឹកសក់មានសាឡាត់មានពេញប៉ោះខ្ទឹមបន្តិចមកនៅសាច់គោឥឡូវខ្ញុំចាប់ផ្ដើមហាន់សាច់គោជាចំណិតស្ដើងមកបងប្អូនកុំឲ្យស្ដើងពេកក៏កុំឲ្យក្រាស់ពេកដែរអញ្ចឹងចំណិតដែលខ្ញុំហាន់ហ្នឹងគឺបែបហ្នឹងណាបងប្អូនបន្តមកទៀតហ្នឹងគឺអានេះគឺជាខ្លាញ់ដែលវាជាប់នៅសាច់គោហ្នឹងបងប្អូនក៏ខ្ញុំអត់ចោលដែរបងប្អូនអញ្ចឹងហើយគឺយើងគ្រាន់តែយកទៅរំលីងជាមួយនឹងប្រេងហ្នឹងក៏វាចេញខ្លាញ់ដែរបន្តមកទៀតហ្នឹងគឺខ្ទឹមសខ្ញុំប្រើ4-5កំពឹសដែរដំតតែខ្ទាតចេញក្រៅបងប្អូនហើយបន្តមកទៀតគឺពេញប៉ោះនៅពេលដែលខ្ញុំញ៉ាំម្នាក់ឯងអញ្ចឹងគឺខ្ញុំហាន់ចំណិតគឺខ្ញុំហាន់តាមមួយចំហៀងហ្នឹងណាបងប្អូនគឺខ្ញុំអត់ហាន់ច្រើនទេបន្តមកទៀតគឺតសក់យើងនឹងឯងបងប្អូនតសក់យើងហាន់ជាចំណិតស្ដើងមកយើងទុកវាមួយឡែកទៅឥឡូវយើងមកឆាសាច់គោយើងសិនបងប្អូនចាក់តែប្រេងឲ្យក្តៅមកហើយរំលីងខ្ទឹមយើងឲ្យរៀងឈ្ងុយតិចមកចាំយើងចាក់សាច់គោចូលហើយចំពោះសាច់គោនេះផងដែរបងប្អូនកុំឆាវាយូរពេកណាតែឆាយូរពេកគឺវាអាចនឹងស្វិតគឺចឹងហើយញ៉ាំអត់កើតទេបងប្អូនវាទៅជាខំថ្មិញវារឹងណាបងប្អូនក៏ត្រឡប់ពីត្រឡប់ទៅបងប្អូនចាប់ដាំផ្សំគ្រឿងមានដូចជាទឹកត្រី1ច្រូច2ច្រូចមកប៊ីចេង1ស្ព្រាកាហ្វេស្ករ2ស្ព្រាកាហ្វេមកហើយម្រេចមួយចិបព្រោះថាលោកលាក់នេះបងប្អូនអត់អាចចោលបានណាចំពោះម្រេចណាហើយនឹងទឹកប្រេងខ្យងយើង1ច្រូច2ច្រូចមកគឺបានហើយបងប្អូនគ្រាន់តែមកចូលគួយមកត្រឡប់ពី3ត្រឡប់ទៅគឺឆ្អិនហើយបងប្អូនព្រោះថាសាច់គោនេះបើសិនជាធ្វើឆ្អិនពេកក៏វាអត់ឆ្ងាញ់ណាបងប្អូនវាដូចរបៀបថាវាខ្សោះបងប្អូនហើយភ្លក់ទៅតាមការចូលចិត្តទៅតាមបេះដូងឥឡូវឆ្អិនហើយរួចរាល់ហើយឥឡូវយើងមកចាប់ផ្ដើមរៀបបន្លែខ្ញុំរៀបដូចតរដងអញ្ចឹងបងប្អូនគឺមិនសូវជាមាន style អីថ្មីបងប្អូនណាដែលហ្នឹងឯងគឺដាក់ទ្របទៅសាឡាត់ខាងក្រៅមកបន្តមកទៀតគឺបាញ់ប៉ោះមកបន្តមកទៀតគឺតសក់ហើយបានចាប់ផ្ដើមចាក់សាច់យើងចូលមកចាក់ម្ដងបន្តិចមកតម្រូវទៅតាមម្នាក់ឯងខ្ញុំញ៉ាំម្នាក់ឯងអញ្ចឹងណាបងប្អូនសេះសល់ប៉ុណ្ណាចាំប្តីមកអញ្ចឹងទៅហើយបន្តមកទៀតនេះគឺស្លឹកខ្ទឹមយើងគឺអត់ចោលទេបងប្អូនចង់ប្រើជាជីក៏បានដែរបងប្អូនជីអាណាជីអីនេះក៏បានដែរក៏វាឈ្ងុយដែរតែសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសយកស្លឹកខ្ទឹមឥឡូវបានរួចរាល់ហើយបងប្អូនម្ហូបប្រពៃរបស់ខ្ញុំថ្ងៃនេះបញ្ចូលសម្លេងរៀងស្អកបន្តិចបងប្អូនព្រោះថាបញ្ចូលសម្លេងយប់រៀងជ្រៅដែរអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូចែកម្លែកធ្វើលោកលាក់ក៏មានតែប៉ុណ្្នឹងទេអរគុណជំរាបលា